ngàyនេះគឺជាថ្ងៃ anniversary របស់ខ្ញុំ12ឆ្នាំអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងមកសង្ខេបត្រួសត្រាសពីជីវិតគូរបស់ខ្ញុំតាំងពីថ្ងៃចាប់ផ្ដើមរហូតមកដល់បច្ចុប្បន្នថាតើ12ឆ្នាំនេះខ្ញុំជួបអីខ្លះថ្ងៃទី29ខែ4 2014គឺជាថ្ងៃដែលពួកខ្ញុំសម្រេចចិត្តថាពួកខ្ញុំនឹងធ្វើសង្សារគ្នាឆ្នាំដំបូងក៏ជាឆ្នាំដែលម៉ាក់ប៉ាបំបែកដែរដោយសារតែពួកខ្ញុំខុសខែឆ្នាំប៉ុន្តែខ្ញុំផ្ដាំប្រាប់ម៉ាក់ប៉ាខ្ញុំថាខ្ញុំនឹងឲ្យម៉ាក់ប៉ាទទួលស្គាល់ថាស្នេហារបស់ខ្ញុំមិនមែនស្នេហាភ្លើងច្បើងទេចូលដល់2015គឺជាឆ្នាំដែលពីរអ្នកខ្ញុំខំរកស៊ីរៀងខ្លួនខ្ញុំនៅតែបន្តធ្វើជាអ្នកសិល្បៈធម្មតាយប់ខ្ញុំលេងល្ខោនព្រឹកឡើងខ្ញុំទៅភ្លេងការល្ងាចឡើងខ្ញុំទៅ affair ជាងអកហើយចប់ពីអកកេះពាក់កណ្ដាលយប់គឺខ្ញុំបកមកល្ខោនវិញទៀតគឺវិលជុំហើយចំណែកខាងប្រុសវិញក៏ប្រឹងដែរគាត់រៀនផងហើយគាត់ក៏នឹកឃើញខ្ចីលុយម៉ែដើម្បីយកទៅចងការឲ្យគេបោកអស់ទាំងនឹងមកប៉ុន្តែអត់ឈប់ត្រឹមប៉ុណ្្នឹងទេគាត់បានបង្កើតเพจមួយដើម្បីលក់កៅអៅតែកៅអៅនឹងរៀនចំណាយដើមទិញស្តុកមកទុកទេយកពីគេមកលក់តដើម្បីចំណេញក្បាលកាក់ដល់គាត់អ្នកកាន់เพจប្រុសដល់ស្រីឆាតមកគេលឺប្រុសតបគេអត់ទិញពេលហ្នឹងលក់ដបងបានមកកាផ្លេពីកាផ្លេនិយាយពីថាអូអួតគ្នាសប្បាយចិត្តប៉ុន្តែប៉ុណ្្នឹងវាអត់គ្រប់គ្រាន់ទេខ្ញុំឃើញគាត់ទៅលួចធ្វើការថែមទៀតគឺធ្វើជាអ្នកបើកឡានឲ្យក្រុមការងារទូទស្សន៍មកកន្លែងខ្ញុំដឹងហើយខ្ញុំយំហ្មងហើយខ្ញុំសួរថាហេតុអីបានជាខំដល់ថ្នាក់ហ្នឹងហើយពេលហ្នឹងខ្ញុំចាំច្បាស់ហ្មងថាគាត់បានសន្យាមួយម៉ាក់ខ្ញុំហើយថាគាត់នឹងខំប្រឹងយកលទ្ធផលដើម្បីឲ្យម៉ាក់ខ្ញុំមើលគាត់ពិតជាស្រឡាញ់ខ្ញុំគិតពីអនាគតមិនមែនគ្រាន់តែគេការលេងសើចទេរហូតដល់ឆ្នាំ2016ដោយសារតែការខំប្រឹងរបស់យើងទាំងសងខាងពេកការដែលនៅឆ្ងាយគ្នាចាប់ផ្ដើមលែងទុកចិត្តគ្នាហើយវាប្រកម្មរកោឆ្លោះគ្នាក៏វាចាប់ផ្ដើមកើតមានពេលហ្នឹងគឺពួកយើងភ្លេចហើយថាតើចំណុចចាប់ផ្ដើមដែលពួកយើងខិតខំហ្នឹងតើយើងខំដើម្បីអីទីបំផុតពួកយើងក៏បានបែកគ្នាដោយសារតែពួកយើងគឺមានអ្នកទី3ដូចគ្នាខ្ញុំក៏មានហើយគាត់ក៏មានច្រើនថាដែលពួកយើងបានបែកគ្នាខ្ញុំគិតថាប្រហែលជាវាដល់ពេលដែលនិស្ស័យយើងអស់មួយគ្នាត្រឹមហ្នឹងតែមិនយូរប្រហែលក្រោយបែកគ្នាប្រហែលខែពួកយើងក៏ចាប់ផ្ដើមត្រឡប់មករកគ្នាវិញហើយការមកលើកនេះមានអារម្មណ៍ថាពួកយើងចាស់ទុំជាងមុនហើយម្នាក់ក៏ចាប់ផ្ដើមឃើញពីកំហុសខ្លួនឯងរៀងៗខ្លួនហើយទីបំផុតនៅចុងឆ្នាំ2016ហ្នឹងខ្ញុំក៏ចាប់ផ្ដើមមានមុខរបរលក់លេអនឡាញតាំងពីហ្នឹងមកពេលហ្នឹងខ្ញុំនៅរៀងៗខ្លួនទេមិនបានទៅចិត្តស្និទ្ធអីទេតែមានថ្ងៃមួយគាត់ក៏បានឆាតមកខ្ញុំថាត្រូវការអ្នក delivery ហើយពេលហ្នឹងខ្ញុំស្អាតនឹកឃើញថាអេបើបានគាត់អ្នកខ្ញុំមិនចំណេញរួចសល់តែដឹកមកកណោទៀតដល់ទៅពេលដែលយើងមានមុខរបរយើងទៅវាក៏ជាការចាប់ផ្ដើមមួយដែលធ្វើឲ្យស្ថានភាពតំណែងរបស់យើងមានលំនឹងដែរហើយទីបំផុតប្តីខ្ញុំក៏លេចឈប់ពីការងារមកធ្វើការរួមគ្នាក្នុងវិស័យអនឡាញនោះតែម្ដងហើយពួកយើងក៏បានភ្ជាប់ពាក្យមួយគ្នានៅចុងឆ្នាំ2016ដែរឆ្នាំ2017គឺជាឆ្នាំដែលខ្ញុំបានរៀបការមួយគ្នាបើគិតទៅថ្ងៃការហើយនិងថ្ងៃ anniversary ស្គាល់គ្នាម្លងគ្នាតែមួយថ្ងៃទេអញ្ចឹងហើយបានជាទូទៅខ្ញុំធ្វើ anniversary 12ឆ្នាំថ្ងៃ29ហើយថ្ងៃ1ខែ5គឺជាថ្ងៃ anniversary ដែលពួកខ្ញុំបានរៀបការថ្ងៃហ្នឹងខ្ញុំស្រក់ទឹកភ្នែកតាំងថ្ងៃចូលរួមពេលដែលខ្ញុំពុក make up ឲ្យប៉ាខ្ញុំគាត់មកអង្គុយហើយមើលមុខខ្ញុំថាកូនកំមុំណាគេស្អាតណាស់ខ្ញុំលើហើយខ្ញុំយំឡើងជា mascara អស់ឃើញថាគាត់ធ្លាប់បំបែកបាក់កូនដោយសារតែគាត់បារម្ភពីកូនហើយទីបំផុតថ្ងៃដែលកូនការគាត់មកឈរសម្លឹងមុខកូនដោយក្តីរំភើបបូករួមទាំងការបារម្ភហើយថ្ងៃនោះប្តីខ្ញុំគាត់បានសន្យាមកខ្ញុំថាគាត់នឹងមើលថែខ្ញុំឲ្យបានល្អគាត់នឹងធ្វើឲ្យខ្ញុំខ្លាចជាស្រីដែលសំណាងជាងគេនៅក្នុងលោកសំណាងមែនការឲ្យម៉ានខែខ្ញុំមានកូនបដ ாய் គឺកណាត់បេឡានឹងឯងពេលដែលពពោះហ្នឹងឆ្នាំ2017ហ្នឹងគឺខ្ញុំបានទិញទាំងឡានហើយបានទាំងផ្ទះទៀតវាពិតជាធំសម្រាប់ខ្ញុំពេលហ្នឹងចុះដល់ឆ្នាំ2018គឺជាឆ្នាំដែលខ្ញុំសម្រាប់អូនបេឡាគឺជាឆ្នាំមួយដែលខ្ញុំខ្លាចជាម្ដាយគេដំបូងខ្ញុំពិតជារៀបព្រឹករៀបពាក្យត្រូវមិនទៅធ្វើម៉ែគេមកខ្ញុំចាំបានថានៅពេលដែលខ្ញុំទៅសែកខ្ចីហ្នឹងហើយគឺជាពេលដែលខ្ញុំបែកដងខ្លាំងមែនតើសបកពេលហ្នឹងសេដ្ឋកិច្ចគ្រួសារខ្ញុំគឺចាប់ផ្ដើមពិបាកហើយជាធម្មតាទៅរកលុយអត់បានខាងប្រុសក៏មិនសប្បាយចិត្តខាងស្រីក៏មើលកូនអស់កម្លាំងហត់ឆ្លោះគ្នាដូចផ្ទះហើយពេលហ្នឹងក៏ជាលើកទី1ដែលខ្ញុំហៅចាស់ទុំមកនិយាយគ្នារលែងលះគ្នាពេលហ្នឹងអញ្ចឹងបានថាភាគច្រើនមួយចំនួនដែលធ្វើជាអ្នកម្ដាយដំបូងសែកខ្ចីហើយចង់ឲ្យខ្លួនឯងធ្វើជាអ្នកម្ដាយដែល perfect គឺពិបាកស្ដែងដូចខ្ញុំជាគំរូអញ្ចឹងប្តីមកជួយមើលកូនគាត់ធ្វើឆ្កងខ្ញុំស្ដីឲ្យគេមិនកិច្ចចេញណាតែចង់ធ្វើតែធ្វើអត់ត្រូវរហូតដល់ឆ្នាំ2019ពួកខ្ញុំនៅឆ្លោះគ្នាធម្មតាអញ្ចឹងប៉ុន្តែពួកយើងក៏ចាប់ផ្ដើមរៀងលក់ដូររៀងកាក់កបមកវិញលក់បានតិចតួចក៏ស្រាប់តែភ្លើនទៅបង់មលុះផ្ទះមួយទៀតគាត់ចាប់ផ្ដើមបង់មលុះកក់លុយទិញផ្ទះគេហើយចាប់ផ្ដើមធ្វើធៀមលែងហ៊ានចាយរចាប់ផ្ដើមភ័យឆ្លោះគ្នាទៀតឆ្លោះចុះឆ្លោះឡើងម៉ាក់ប៉ាសម្រួលហើយអស់ពីឆ្លោះគ្នាហ្នឹងមិនដឹងត្រូវគ្នាតាំងកាលមកបានអេលីហ្នឹងឆ្នាំ2020គឺជាឆ្នាំដែលខ្ញុំចាប់ផ្ដើមអេលីនៅក្នុងពោះផ្ទះក៏នៅបង់មលុះហើយស្របពេលហ្នឹងកូវីដក៏ចាប់ផ្ដើមហើយទៅភ្នែកនៅកញ្ចឹងកហ្មងភ្នែកហើយក្នុងឆ្នាំ2020ហ្នឹងដែរមុខរបរដែលខ្ញុំបង្កើតបន្ថែមទៀតហ្នឹងគឺខ្ញុំមកលក់ scrap ដែលខ្ញុំលក់បច្ចុប្បន្ននេះឯងពី scrap ខ្ញុំដំបូងគឺមានរូបរាងអញ្ចឹងគ្រាន់តែចេញ scrap នឹងដំបូងក៏ខ្ញុំពីអ្នកប្រពន្ធឆ្លោះគ្នាដែរខ្ញុំបន្ទោសប្តីខ្ញុំថាមិនក៏ធ្វើ scrap នឹងវាអឿនម៉េះទៅមិនដែលទៅសើគ្នាហ្មងប្រពន្ធហើយអញ្ចឹងបើមិនឆ្លោះគ្នាទៅខ្ញុំឡែកបើធៀបជាមួយនឹង scrap មុនហើយនឹងបច្ចុប្បន្ននេះវាខុសគ្នាឆ្ងាយហ្មងបងប្អូនតែជាក្នុងឱកាសហ្នឹងខ្ញុំចង់ដឹងដែរថាតើម៉ូយ scrap ខ្ញុំពីជំនាន់កំប៉ុងហ្នឹង
ឥឡូវគាត់នៅណាខ្លះមានបន្តប្រើដល់បច្ចុប្បន្នអត់ចុះដល់ឆ្នាំ2021គឺជាឆ្នាំដែលខ្ញុំរើមុខរបរថ្មីមួយទៀតគឺលក់ជ្រូកកណ្ដុរអាំងពេលហ្នឹងខ្ញុំលក់សំលុយបានច្រើនណាស់ប៉ុន្តែខ្ញុំមានអារម្មណ៍ថាមុខរបរមួយហ្នឹងគឺធ្វើឲ្យខ្ញុំរៀងក្តៅក្រហាយវាដូចជាអត់ត្រូវក្នុងជីវិតរបស់ខ្ញុំក៏សម្រេចចិត្តថាផ្អាកវាទៀតទៅទោះបីជារកលុយបានក្រោយប៉ុន្តែបើខ្ញុំរកបានតែខ្ញុំអត់សប្បាយចិត្តខ្ញុំអត់ចង់បានទេចូលដល់ឆ្នាំ2022គឺជាឆ្នាំដែលខ្ញុំបានមកនៅផ្ទះថ្មីហើយអ្វីៗក៏វាចាប់ផ្ដើមប្រសើរជាងមុនពួកខ្ញុំក៏អន់ថយឆ្លោះគ្នាដែរតែក៏នៅតែឆ្លោះអត់ទាន់បាត់ទេហើយចូលដល់ឆ្នាំ2023គឺជាឆ្នាំដែលខ្ញុំចាប់ផ្ដើមធ្វើមាតិកាឆ្នាំហ្នឹងគឺជាឆ្នាំមួយដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាគ្រប់យ៉ាងគឺចាប់ផ្ដើមផ្លាស់ប្ដូរអស់ហើយក៏ជាឆ្នាំមួយដែលខ្ញុំអត់នឹកស្មានថាដោយសារតែកូនគឺធ្វើឲ្យគ្រួសារខ្ញុំត្រូវគេស្គាល់ទូទាំងប្រទេស client ក៏ចាប់ផ្ដើមមករកខ្ញុំទទួលការងារក៏បានកាន់តែច្រើនហើយវាក៏ជាពេលមួយដែលខ្ញុំមានក្តីសុខខ្លាំងបំផុតដោយសារតែពីរអ្នកប្តីប្រពន្ធខ្ញុំមកចាប់ផ្ដើមដាក់តុអង្គុយនិយាយគ្នាទាំងពីរនាក់គឺស្រក់ទឹកភ្នែកដាក់គ្នាហ្មងថាតាមពិតពួកយើងបានបោះបង់ចោលគ្នាយូរមកហើយគាត់ក៏និយាយពីចំណុចអវិជ្ជមានរបស់ខ្ញុំហើយខ្ញុំក៏មានឱកាសអាចនិយាយពីចំណុចអវិជ្ជមានរបស់គាត់ហើយពួកយើងក៏បានស្នើសុំគ្នាកែតម្រូវគ្នានៅអ្វីដែលពួកយើងចង់ឲ្យគ្នាធ្វើតាំងពីពេលហ្នឹងមកពួកខ្ញុំគឺចាប់ផ្ដើមយល់ពីគ្នាហើយពេលហ្នឹងហើយទើបខ្ញុំយល់ច្បាស់ថាតាមពិតជីវិតគូវាមិនត្រូវការតែក្តីស្រឡាញ់មួយមុខទេប៉ុន្តែវាត្រូវការលទ្ធផលបើកាលណាមានត្រឹមតែក្តីស្រឡាញ់ហើយក្នុងគ្រួសារមួយនោះអត់មានចំណូលខ្ញុំជឿថាមានប្តីប្រពន្ធច្រើនណាស់ដែលឆ្លោះគ្នាដោយសារតែបញ្ហាដូចខ្ញុំចាប់តាំងពីឆ្នាំ2023រហូតដល់ឆ្នាំ2026បច្ចុប្បន្នពេលដែលតំណែងប្តីប្រពន្ធរបស់ខ្ញុំចាប់ផ្ដើមផ្លាស់ប្ដូរគ្រប់យ៉ាងមិនថាកិត្តិយសមុខរបរការងារគឺហូរចូលមកដោយខ្លួនឯងខ្ញុំដូរទាំងផ្ទះថ្មីទៀតហើយពីមួយខែទៅមួយខែខ្ញុំមានតែទ្រព្យហូរចូលរហូតបើគិតទៅថ្ងៃនេះ12ឆ្នាំមុនគឺជាថ្ងៃដែលខ្ញុំជ្រើសរើសមនុស្សប្រុសម្នាក់នេះជាមនុស្សប្រុសម្នាក់ដែលពេលដែលខ្ញុំរើសគាត់ខ្ញុំពិតជាអត់ដឹងថាតើខ្ញុំនឹងអាចមានអនាគតមួយគាត់បែបណាបើសម័យនឹកដល់12ឆ្នាំមុនហើយមកដល់12ឆ្នាំក្រោយថ្ងៃនេះខ្ញុំស្ទើរតែអត់ជឿទេថាខ្ញុំអាចមានផ្ទះវិឡានៅមានឡានទំនើបជិះបើនិយាយទៅពី10ឆ្នាំដូចយល់សពអញ្ចឹងប៉ុន្តែមនុស្សប្រុសម្នាក់នេះគាត់បានធ្វើឲ្យការសម្រេចចិត្តរបស់ខ្ញុំក្នុងថ្ងៃនោះគឺអត់ខុសដល់សម័យនឹកដល់ពេលដែលខ្ញុំជំនះមួយម៉ែឪបខំប្រខាំងទុកបន្ទប់ផងហើយយើងនេះរឹងខឹងចិត្តម៉ែឪមកឲ្យជួបប្រុសទៅបាបខ្លួនឯងផងផ្អត់បាយផ្អត់ទឹកផងនឹកដល់ពេលហ្នឹងវិញខ្ញុំភើបគិតថាក្នុងចិត្តអញ្ញាចូលបើជំនះមួយម៉ែមួយឪអញ្ចឹងហើយដល់តបានមនុស្សដែលយើងចង់បានចង់ស្រឡាញ់ចង់ជួបជាគូហ្នឹងគាត់មិនសមប្រកបមួយយើងទៅប្រែប្រួលធ្វើបាបក្បត់មាន2មាន3ទៅខ្ញុំមិនដឹងក្រំទ្រូងអាម៉េចមួយម៉ែមួយឪហ្នឹងមើលមុខមិនទេខ្ញុំមានអារម្មណ៍ថាខ្ញុំខុសខ្លាំងណាស់ពេលហ្នឹងនឹកដល់ពេលដែលយើងជាយុវវ័យយើងគ្រាន់តែជឿនឹងការមើលឃើញហើយនឹងក្តីស្រឡាញ់ដែលងប់ងល់តែអត់បានទៅគិតដល់ចិត្តឪពុកម្ដាយដែលគាត់បារម្ភស្រឡាញ់គិតគូរយើងប៉ុណ្ណាទេតែបើខ្ញុំច្បាស់របស់ខ្ញុំថាមនុស្សប្រុសដែលខ្ញុំរើសហ្នឹងគាត់មានភាពជាអ្នកដឹកនាំក្នុងខ្លួនគាត់តាំងពីគាត់នៅក្មេងហើយខ្ញុំជឿទៅលើការមើលឃើញរបស់ខ្ញុំថាបើខ្ញុំជ្រើសរើសគាត់គឺខ្ញុំនឹងមិនហត់តែម្ខាងទេហើយជាក់ស្ដែងអ្វីដែលខ្ញុំគិតអ្វីដែលខ្ញុំមើលឃើញគឺខ្ញុំពិតជាទទួលបានមែនរយៈពេល12ឆ្នាំដែលស្រឡាញ់គ្នា9ឆ្នាំដែលយើងរៀបការមួយគ្នាខ្ញុំគិតថាខ្ញុំក៏មិនខុសពីប្តីប្រពន្ធមួយចំនួនដែរហើយឃើញវីដេអូនេះហើយអាចដឹងពីជីវិតខ្ញុំទ្រុឌខ្លះៗហើយអញ្ចឹងឈប់ចំណានជីវិតខ្ញុំទៀតណាព្រោះខ្ញុំក៏ឆ្លោះគ្នាហើយខ្ញុំក៏ពិបាកដែរប៉ុន្តែខ្ញុំជ្រើសរើសបង្ហាញទៅអ្វីដែលល្អហើយចុងក្រោយខ្ញុំក៏ចង់ប្រាំទៅអ្នកមានគូទាំងអស់ដែរថាបើចង់បានក្តីសុខកុំចង់បានតែអ្វីដែលខ្លួនឯងចង់បានទៅមើលអ្នកដែលនៅក្បែរខ្លួនផងតើគាត់ចង់បានអីជីវិតគូមិនអាចឲ្យអ្នកណាមកកែប្រែដើម្បីអ្នកណាទេប៉ុន្តែគួរតែកែប្រែគ្នាដើម្បីគ្នាហើយអ្នកដែលខ្ញុំចង់អរគុណចុងក្រោយនេះអរគុណដល់កូនស្រីអេលីបែឡាព្រោះតែគាត់មានកូនទៅម៉ាក់ប៉ាមានអីគ្រប់យ៉ាងកូនក៏ជាផ្នែកមួយដ៏សំខាន់ដែលឲ្យម៉ាក់និងប៉ាជប់ឆ្លោះគ្នាដែរគ្រប់ពេលដែលកូនដើរមកទោះបីជាពងខ្វែងសម្ដីគ្នាប៉ុណ្ណាក៏ឈប់ធ្វើនឹងផ្អាកដូចស្តុបចឹងហើយសង្ឃឹមថាវីដេអូ anniversary ឆ្នាំទី13គ្រួសារយើងនឹងមានសមាជិកថ្មីមកចូលក្នុងវីដេអូទាំងអស់គ្នាណា Happy anniversary